សម្រាប់បរោះតែម្ដងដែលគាត់មានបញ្ហាអសមត្ថភាពទៅលើប្អូនខ្សោយជាងមុនអត់សូវមានកម្លាំងអត់សូវមានធម៌ពលសម្ពាធឈាមសរសៃឈាមដើរមិនសូវល្អមានបញ្ហាលើសជាតិខ្លាញ់ឬក៏ជាតិពុលក្នុងរាងកាយច្រើនពិបាកទៅលើការកេងពិបាកទៅលើគេថាការងារច្រើនស្ត្រេសច្រើនអីជាដើមណាគឺអាចធ្វើបែបនេះញ៉ាំបានសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកអំពីការត្រាំប្រភេទខ្ទឹមឈ្មោលជាមួយនឹងទឹកឃ្មុំអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើបែបគេហៅថាសុខភាពគឺអាចមើលវីដេអូមួយនេះរហូតដល់ចប់បានជាដំបូងបងប្អូនត្រូវមានជាមួយនឹងប្រភេទខ្ទឹមឈ្មោលតែបើបងប្អូនរកប្រភេទខ្ទឹមឈ្មោលអត់បានមានពពួកខ្ទឹមញីក៏អាចប្រើបានដែរអញ្ចឹងបងប្អូនចិតសបកឲ្យលាងទឹកវាឲ្យស្អាតរួចហើយសម្ងួតមានថាគ្រាន់តែសដិលនៅក្នុងកញ្ច្រែងធម្មតាឲ្យវាស្ងួតទឹកល្អគឺជាការស្រេចទី2គឺបងប្អូនមានជាមួយនឹងប្រភេទទឹកឃ្មុំអញ្ចឹងមិនថាបងប្អូនមានទឹកឃ្មុំនៅផ្ទះជាប្រភេទទឹកឃ្មុំចិញ្ចឹមក៏ដោយទឹកឃ្មុំព្រៃក៏ដោយទឹកឃ្មុំយូរទឹកឃ្មុំថ្មីទឹកឃ្មុំទិញមកពីណាពីណីក៏ដោយគឺបងប្អូនអាចយកមកធ្វើបានគឺអត់ជាបញ្ហាទេក៏ប៉ុន្តែការត្រាំដើម្បីសុខភាពកាន់តែល្អនិងទទួលបានប្រសិទ្ធភាពច្រើនគឺបងប្អូនគួរតែជ្រើសរើសប្រភេទទឹកឃ្មុំឆៅទឹកឃ្មុំឆៅមានន័យថាជាទឹកឃ្មុំដែលយើងអត់មានការកែច្នៃអត់មានការលាយជាមួយនឹងវត្ថុអីផ្សេងទាំងអស់អញ្ចឹងណាបងប្អូនអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរមុននឹងការធ្វើបង្ហាញគឺខ្ញុំចង់និយាយអំពីហេតុអីបានជាបងប្អូនត្រូវតែចាំបាច់ធ្វើប្រភេទខ្ទឹមត្រាំជាមួយទឹកឃ្មុំអញ្ចឹងពិតប្រាកដណាស់រាងកាយរបស់បងប្អូនទាំងអស់គ្នាជាពិសេសគឺសម្រាប់បរោះតែម្ដងដែលគាត់មានបញ្ហាអសមត្ថភាពទៅលើប្អូនខ្សោយជាងមុនអត់សូវមានកម្លាំងអត់សូវមានធម៌ពលសម្ពាធឈាមសរសៃឈាមដើរមិនសូវល្អមានបញ្ហាលើសជាតិខ្លាញ់ឬក៏ជាតិពុលក្នុងរាងកាយច្រើនពិបាកទៅលើការកេងពិបាកទៅលើគេថាការងារច្រើនស្ត្រេសច្រើនអីជាដើមណាគឺអាចធ្វើបែបនេះញ៉ាំបានអញ្ចឹងបងគាត់ចង់ដឹងអំពីអត្ថប្រយោជន៍លម្អិតគឺខ្ញុំមាននៅជាមួយនឹងវីដេអូបន្តទៀតឥឡូវយើងមកមើលអំពីការធ្វើសិនណាបងអញ្ចឹងនៅពេលដែលបងប្អូនលាងជាមួយនឹងខ្ទឹមសម្ងួតវាស្ងួតល្អហើយបងប្អូនត្រូវមានកែវអញ្ចឹងប្រភេទកែវបងប្អូនត្រាំប្រភេទកែវដែកបែបនេះគឺល្អបែបគេហៅថាកែវកឡថ្មណាតែបើអត់មានគឺយើងជ្រើសរើសប្រភេទកំប៉ុងជ័រក៏បានដែរតែល្អបំផុតគឺពពួកកែវអញ្ចឹងពេលដែលបងប្អូនដាក់ប្រភេទខ្ទឹមធម្មតាប្រភេទខ្ទឹមឈ្មោលគឺវាមានរូបរាងបែបនេះវាមានរូបរាងមូលគ្រាន់តែថាវាមានកពឹសធំហើយនឹងទូចអញ្ចឹងទៅចឹងបងប្អូនដាក់មកមិនចាំបាច់រាប់ចំនួនគ្រាប់មិនចាំបាច់អីទេណាដាក់យ៉ាងម៉េចឲ្យតែពេញមួយកែវទៅគឺបានហើយនេះបងប្អូនចឹងបងប្អូននិយាយរួមទៅគឺដាក់ទៅតាមតម្រូវការបងប្អូនពេញមួយកែវអញ្ចឹងមកសម្រាប់ការដាក់បងប្អូនបើសិនជាបងប្អូនត្រាំប្រភេទខ្ទឹមញីអាហ្នឹងក៏បងប្អូនដាក់ឲ្យពេញកែវដូចគ្នាគឺអត់មានអីពិបាកទេហើយសម្រាប់ប្រភេទខ្ទឹមឈ្មោលគឺបងប្អូនចិតឆ្កឹះឆ្កៀលវាស្អាតមកណាដោយសារតែប្រភេទខ្ទឹមឈ្មោលគឺយើងមានកន្លែងខ្លះគឺវាឆក់ល្វែលដែរអញ្ចឹងបងប្អូនចិតវាលាងទឹកឲ្យស្អាតអីអញ្ចឹងមកនេះចឹងមួយកែវនេះគឺដាក់បានច្រើនមែនតើកែវដែលខ្ញុំធ្វើការបង្ហាញជូនបងប្អូននេះគឺវាមានចំណុះ1លីត្រគឺយើងអាចដាក់ខ្ទឹមបានច្រើនបើសិនជាប្រភេទខ្ទឹមហ្នឹងវារៀងតូចទៀតគឺកាន់តែបានច្រើនតែបើសិនជាប្រភេទខ្ទឹមហ្នឹងវារៀងកពឹសធំក៏វាដាក់បានតិចតាមហ្នឹងដែរអញ្ចឹងណាបងប្អូនគឺតាមជាក់ស្ដែងតែម្ដងអូខេអញ្ចឹងនៅពេលដែលបងប្អូនរើសមើលទៅដាក់ទៅស្អាតពេញល្អហើយគឺយើងចាប់ផ្ដើមដាក់បន្ថែមជាមួយនឹងទឹកឃ្មុំតែម្ដងអូខេនេះបងប្អូនដាក់មកលៃលោកល្មមអញ្ចឹងណានេះដាក់មកពេញមកល្មមអញ្ចឹងមកហើយសម្រាប់ការប្រើប្រាស់ទឹកឃ្មុំទឹកឃ្មុំដែលខ្ញុំធ្វើការបង្ហាញជូននេះគឺវាមាន2ប្រភេទវាជាប្រភេទទឹកឃ្មុំកសិដ្ឋានចិញ្ចឹមមួយគឺប្រភេទទឹកឃ្មុំខែប្រាំងគេហៅថាទឹកដមកស៊ូចម្រុះមួយទៀតគេហៅថាទឹកឃ្មុំផ្កាកោដើមឆ្នាំចឹងដោយបងប្អូនដឹងអញ្ចឹងថាទឹកឃ្មុំផ្កាកោដើមឆ្នាំក៏ល្អទឹកឃ្មុំខែប្រាំងទឹកដមកស៊ូចម្រុះក៏វាល្អដែរគ្រាន់តែថារសជាតិក្លិនពណ៌គឺអត់ដូចគ្នាហើយសារធាតុចិញ្ចឹមនៅក្នុងប្រភេទទឹកឃ្មុំទាំងពីរនេះក៏វាដូចគ្នាដែរពាក់ព័ន្ធជាមួយនឹងទឹកឃ្មុំទាំងអស់នេះគឺបងប្អូនកុំភ្លេចណាតាមដានវីដេអូបន្តទៀតគឺខ្ញុំអត់អាចនិយាយក្នុងវីដេអូមួយនេះអស់ទេអញ្ចឹងសម្រាប់បងប្អូនដូចខ្ញុំនិយាយក្បាលវីដេអូអញ្ចឹងទឹកឃ្មុំអីក៏បងប្អូនដាក់ត្រាំបានដែរតែបើសិនជាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសប្រភេទទឹកឃ្មុំកាកោដើមឆ្នាំ
ដោយសារតែទឹកឃ្មុំកាកូដើមឆ្នាំនេះវាមានសារធាតុចិញ្ចឹមច្រើនរសជាតិវាឆ្ងាញ់ផ្អែមស្រាលរក្សាគុណភាពទុកបានយូរជាពិសេសគឺវាមានសារធាតុចិញ្ចឹមផ្ដោតសំខាន់ទៅលើអរម៉ូនតែម្ដងមិនថាអរម៉ូនបរិសុទ្ធឬក៏ស្ត្រីទេអញ្ចឹងគឺវាស៊ីគ្នាជាមួយនឹងការត្រាំប្រភេទខ្ទឹមឈ្មោលដើម្បីបើកម្លាំងបង្កើនធម៌ពលបរិសុទ្ធហ្នឹងគឺខ្លាំងមែនតើមិនតែបរិសុទ្ធណាស្ត្រីយើងក៏អាចញ៉ាំបានដែរការញ៉ាំបែបនេះក៏ជួយសម្រួលទៅលើផ្នែកអរម៉ូនស្ត្រីក៏ជួយសម្រួលទៅលើកម្លាំងធម៌ពលជាពិសេសគឺពាក់ព័ន្ធជាមួយនឹងគេថាធ្វើឲ្យស្ត្រីយើងមានភាពស្រស់ស្អាតពីខាងក្នុងមកខាងក្រៅជាពិសេសធ្វើឲ្យរដូវយើងក៏មកទៀងទាត់បានល្អដែរអញ្ចឹងការជ្រើសរើសទឹកឃ្មុំដែលខ្ញុំធ្វើការបង្ហាញជូនគឺខ្ញុំជ្រើសរើសប្រភេទទឹកឃ្មុំផ្កាកូដើមឆ្នាំពេលដែលបងប្អូនចាក់ទឹកឃ្មុំគឺយើងចាក់មកលិចតែម្ដងណាបងប្អូនណាចាគឺយើងចាក់មកលិចអញ្ចឹងមកនេះចាចាក់មកលិចមកគឺជាការស្រេចហើយបងប្អូននេះអញ្ចឹងពេលដែលបងប្អូនចាក់មកមើលទៅថាវាអត់ទាន់ស្មើល្អទេនេះវាអត់ទាន់ស្មើល្អគឺបងប្អូនបន្ថែមទៀតបានណាចាបន្ថែមទៀតមកល្មមចាតែបងប្អូនកុំឲ្យចាក់ហៀដល់លើព្រោះថានៅពេលដែលយើងធ្វើការត្រាំពេលដែលវាចេញណាគឺខ្ទឹមហ្នឹងគឺវាបុកផុលឡើងលើគឺវានឹងឡើងហ្គាសឡើងពពុះហើយអញ្ចឹងបងប្អូនចាក់មកល្មមហើយបិទគម្របឲ្យចិត្តគឺជាការស្រេចអត់មានអីពិបាកទេនេះចាយើងកលែងវាសពមកនេះងាយមែនតើបងណាអញ្ចឹងសម្រាប់ការត្រាំបែបនេះចាបងប្អូនអាចទុករយៈពេលចន្លោះពីមួយសប្តាហ៍ទៅមួយខែគឺអាស្រ័យទៅលើសុខភាពហើយសម្រាប់ការទុកដាក់វិញគឺទុកនៅខាងក្រៅធម្មតាតែបើបងថាចង់ដាក់ក្នុងទូទឹកកកក៏បានដែរគ្រាន់តែថាកាលណាដាក់នៅក្នុងទូទឹកកកវាធ្វើឲ្យរសជាតិវាផ្សេងហើយនឹងសារធាតុចិញ្ចឹមរួមជាមួយនឹងអត្ថប្រយោជន៍ពេលដែលបងប្អូនញ៉ាំក៏វាផ្សេងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងការញ៉ាំពាក់ព័ន្ធជាមួយនឹងការទុកដាក់គឺខ្ញុំនឹងធ្វើការលម្អិតនៅក្នុងវីដេអូបន្ទាប់បងប្អូនមានចងល់ពាក់ព័ន្ធជាមួយនឹងការធ្វើឆ្ងល់មិនទាន់នៅត្រង់កន្លែងណាគឺអាចធ្វើការ comment នៅខាងក្រោមវីដេអូបានខ្ញុំជម្រាបជូនបងប្អូនមួយទៀតភ្លេចឲ្យឆឹងមុនហ្នឹងណាប្រភេទខ្ទឹមឈ្មោលរបស់យើងមិនមែនត្រឹមត្រាំបានតែប្រភេទមូលទេនេះគឺយើងអាចហាន់វាជាចំណិតដូចយើងធ្វើប្រភេទខ្ទឹមជ្រក់ចាលាយជាមួយនឹងទឹកឃ្មុំហើយនឹងលំអងឃ្មុំបានដូចគ្នាតែពាក់ព័ន្ធជាមួយនឹងការធ្វើបែបនេះគឺខ្ញុំធ្វើការលម្អិតនៅវីដេអូមួយទៀតកុំឲ្យបងប្អូនមានអារម្មណ៍ថាវីដេអូវែងអញ្ចឹងសម្រាប់ការធ្វើប្រភេទខ្ទឹមត្រាំទឹកឃ្មុំគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តជាមួយនឹងការចែកម្លែកនៃវីដេអូមួយនេះគឺកុំភ្លេចជួយ like ក៏ដូចជាជួយធ្វើការ comment ជាការលើកទឹកចិត្តដល់នាងខ្ញុំផងចាសូមអរគុណច្រើនជម្រាបលាបាយបាយ